ngàyนี้มาធ្វើកាទៀវកាត់ស៊ុបជាមួយទឹកត្រីផ្អែមញ៉ាំម្ដងបងប្អូនវីដេអូនេះរៀងវែងតិចតែបើសិនជាបងប្អូនតាមណានដល់ចប់ហើយអត់ខាតហ្មងណាតនីឲ្យសំបីតការធ្វើទឹកត្រីក៏វល់ត្រឹមត្រូវដែរបងប្អូនទឹកត្រីនេះធ្វើឲ្យបងប្អូនអាចញ៉ាំជាមួយបាញ់ស្រុងបាញ់ហយកាទៀវកាត់មីឆាលុតឆាបានតាមចិត្តហ្មងណាជាដំបូងយើងប្រើទឹក1លីត្រសិនណាបងប្អូនយើងដាំទឹកនឹងឲ្យពុះសិនបន្ទាប់ពីទឹករបស់យើងពុះហើយយើងទុកទឹកនឹងឲ្យវាចុះត្រជាក់តិចណាបងប្អូនចាំយើងកូរស្ករត្នោត2ខាំបញ្ចូលគ្នាប៉ុន្តែបើសិនជាបងប្អូនអត់ចូលចិត្តក្លិនស្ករត្នោតទេបងប្អូនអាចដាក់ស្ករសកន្លះគីឡូហ្មងក៏បានដែរស្របទៅទឹក1លីត្រយើងប្រើស្ករកន្លះគីឡូបងប្អូនបន្ទាប់មកទៀតខ្ញុំប្រើក្រូចឆ្មាមួយកូនចានចង្កឹះហ្មងណាខ្ញុំប្រើទឹកត្រីមួយកូនចានចង្កឹះដូចគ្នាបងប្អូនបន្ទាប់មកទៀតបន្ថែមវាជាមួយអំបិលមួយស្លាបព្រាប៊ីចេងមួយស្លាបព្រាសម្រាប់ការធ្វើទឹកត្រីបងប្អូនអាចជ្រើសរើសយកទឹកខ្មេះហ្មងក៏ល្អដែរដោយសារក្រូចឆ្មាពេលខ្លះក៏ជូរតិចពេលខ្លះក៏ជូរខ្លាំងនៅពិបាកយើងថែមថយអញ្ចឹងណាសម្រាប់វិធីធ្វើទឹកត្រីរបស់ខ្ញុំប៉ុណ្ណឹងបងប្អូនបើសិនជាបងប្អូនធ្វើតាមហើយស្ទើរអីបងប្អូនអាចថែមថយខ្លួនឯងបានឥឡូវចាប់ពីទឹកត្រីមកដល់វគ្គកូរទឹកខ្ទិះវិញម្ដងបងប្អូនអាគ្រឿងកាទៀវកាត់បាញ់ស្រុងបាញ់ហយនេះអត់កូរទឹកខ្ទិះអត់ឆ្ងាញ់ទេខ្ញុំដាក់ទាំងខ្ទិះដើមខ្ញុំដាក់ទាំងខ្ទិះចុងចូលបងប្អូនខ្ញុំបន្ថែមម្សៅឆា2ស្លាបព្រាហើយនឹងអំបិលប្រហែលជាកន្លះស្លាបព្រាខ្ញុំកូរវាឲ្យលាយសព្វចូលគ្នាហើយចាំយើងបើកភ្លើងឲ្យវាពុះបងប្អូនបន្ទាប់ពីវាពុះហើយគឺវាឡើងខាប់អន្ថលហើយអាហ្នឹងគឺរួចរាល់ជាការស្រេចហើយសម្រាប់ទឹកខ្ទិះនេះគឺអត់មានអីពិបាកទេទឹកខ្ទិះរបស់យើងបានកូររួចរាល់យើងងាកមកឆាសាច់មាន់វិញម្ដងបងប្អូនថ្ងៃនេះខ្ញុំយកសាច់មាន់យកទៅកិនឲ្យម៉ត់ណាបងប្អូនខ្ញុំអត់យកសាច់ជ្រូកទេនេះក៏ជាលើកទី1របស់ខ្ញុំដែរបងប្អូនខ្ញុំសាកល្បងយកសាច់មាន់ទៅកិនធ្វើសាកញ៉ាំតែឆ្ងាញ់បងប្អូនតានីឲ្យសាច់មាន់នេះយើងយកវាទៅឆាមួយខ្ទឹមប្រាំងបងប្អូនសម្រាប់គ្រឿងផ្សំបើស្ករប៊ីចេងម្សៅស៊ុបព្រៀងខ្យងតាមចំណង់ចំណូលចិត្តចឹងទៅគាត់ថាយើងដាក់រសជាតិរៀងស្រាលបងប្អូនដោយសារយើងត្រូវស៊ុបមួយទឹកត្រីដែរអញ្ចឹងណាយើងកូរសាច់មាន់ឆាជាមួយគ្រឿងនោះឲ្យសព្វចូលគ្នាគឺរួចរាល់ជាការស្រេចបងប្អូនសម្រាប់សាច់ច្រាមរបស់យើងនេះណាងាកមកបន្លែរបស់យើងវិញម្ដងបងប្អូនអត់មានអីជាពិសេសទេសតែបដោះលហុងសាឡាត់ហើយនឹងជីអង្កាមបងប្អូនអាគ្រឿងកាទៀវកាត់បាញ់ស្រុងនេះមួយមុខតិចនិយាយពីថាមកកណកគីបដ ாய் សម្រាប់ទឹកត្រីពេលដែលលាយហើយខ្ញុំបន្តដាក់ខ្ទឹមក្រហមហើយនឹងការ៉ុតភ្លាមបងប្អូនរៀបញ៉ាំមកខ្ញុំបន្ថែមវាចូលអញ្ចឹងណាបងប្អូនអាចមើលរីសាលទ្ធផលបាននិយាយពីថាមួយមុខតិចមកគោមធំបដ ாய் ថ្ងៃនេះខ្ញុំទិញ3ជម្រើសបងប្អូនកាទៀវកាត់បាញ់ស្រុងហើយនឹងនំបញ្ចុកដោយសារកូនក្មួយច្រើនដែរទិញមកច្រើនមុខមកគាត់ចង់អាមួយណាក៏ដាក់អាមួយហ្នឹងទៅតាមបេះដូងអញ្ចឹងណាតែបើសម្រាប់ខ្ញុំ favorite ចូលចិត្តជាងគេគឺកាទៀវកាត់ហ្នឹងហើយបងប្អូនមូលហេតុគឺកាទៀវកាត់វារៀងស្វិតអញ្ចឹងហើយខ្ញុំចូលចិត្តបើបាញ់ស្រុងអត់សូវម៉ានេះមួយខ្ញុំណាពេលយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងបងប្អូនសាច់ចង់ដាក់អាម៉ានទឹកខ្ទិះចង់ដាក់អាម៉ានទឹកត្រីចង់ដាក់អាម៉ានអូយនិយាយពីថាសបាយដៃបដ ாய் ហើយបើសិនជាបងប្អូនអាសាទៀតបងប្អូនបំពងសយ៉ដាក់ទៀតអូយ best in the world ហ្មងមកមុខនេះនិយាយពីថាឆ្ងាញ់គ្មានគូប្រៀបហ្មងបញ្ជាក់បងប្អូនបន្តិចទឹកត្រីដែលយើងធ្វើ1លីត្រនេះហ៎បងប្អូនយើងមិនមែនញ៉ាំបានតែកាទៀវកាត់បាញ់ស្រុងបាញ់ហយ2-3គីឡូហ្នឹងណាយើងអាចញ៉ាំបានដល់6ទៅ7គីឡូអញ្ចឹងហើយយើងអាចដាក់ទូទឹកកកបានបងប្អូនធ្វើឲ្យតែម្សាបងប្អូនដាក់ទូទឹកកកពេលក្រោយយើងចង់ញ៉ាំពេលណាយើងយកមកស្រូបពេលហ្នឹងរសជាតិនៅដដែលហើយឆ្ងាញ់ដូចដើមហ្មងហ៎បងប្អូនឥឡូវនេះដល់វគ្គមកពេចការញាត់ហើយបងប្អូនហើយចាំការទៀតធ្វើមួយថ្ងៃហើយកាត់វីដេអូបញ្ចូលសលេងនេះនិយាយពីថាអង្គុយលេងទឹកមកខ្លួនឯងម្ដងទៀតហ្មងនិយាយមែនតើបងប្អូនវីដេអូកាទៀវកាត់បាញ់ស្រុងបានចាំបងប្អូនដែលពេញចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ